Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេសតាមរយៈរូបភាពនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការណែនាំនរណាម្នាក់និងការចង្អុលបង្ហាញអញ្ចឹងដំបូងយើងមករៀនពាក្យដែលប្រើប្រាស់នៅក្នុងមេរៀនរបស់យើងអូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា Let's get started I like you to meet my accountantខ្ញុំចង់ឲ្យអ្នកជួបគណនេយ្យកររបស់ខ្ញុំ Here are the words you will learn to use ទាំងនេះគឺជាពាក្យដែលអ្នកនឹងរៀនដើម្បីប្រើប្រាស់ Accountant Accountant គណនេយ្យករឬគណនេយ្យ Colleague Colleague មិត្តរួមការងារឬសហការី Friend Friend មិត្តភក្តិ Here Here ទីនេះ Hi Hi សួស្តី I like I like ចឹង I like គឺមកពីពាក្យថា I would like I would like ប្រែថាខ្ញុំចង់ Looks like Looks like ដូចគ្នាត្រង់នេះគឺយើងសំដៅទៅលើមុខមាត់ឬរូបរាងដូចគ្នា Manager Manager អ្នកគ្រប់គ្រង Meet Meet ជួប Met 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 គឺជាអតីតកាលរបស់ meet យើងប្រែថាបានជួប Neighbor Neighbor អ្នកជិតខាង Secretary Secretary លេខាធិការឬយើងហៅខ្លីថាលេខា Teacher Teacher គ្រូបង្រៀន Dad Dad នោះ Dear Dear ទីនោះ These These ទាំងនេះ Those Those ទាំងនោះ Where Where ទីណាអូខេអញ្ចឹងយើងចូលមកកាន់មេរៀនរបស់យើង Where is Where is Where is គឺយើងប្រើដើម្បីសួររកអ្វីមួយនៅកន្លែងណាអញ្ចឹងទម្រង់កាត់របស់ Where គឺ Where's Where's ប្រែថានៅឯណា That is That is That is ប្រែថានោះគឺជាអញ្ចឹងទម្រង់កាត់របស់វាគឺ That's អូខេអញ្ចឹងយើងចូលមកសន្ទនាខាងក្រោម Where's my book អញ្ចឹងគាត់សួររកសៀវភៅរបស់គាត់នៅឯណា Where's my book តើសៀវភៅរបស់ខ្ញុំនៅឯណា Here Here នៅទីនេះអញ្ចឹងយើងបន្តមកទៀត Where's my book Where's my book តើសៀវភៅរបស់ខ្ញុំនៅឯណា Dear Dear នៅទីនោះអញ្ចឹងឥឡូវនេះគាត់បានកាន់សៀវភៅហើយបង្ហាញទៅកូនស្រីរបស់គាត់អញ្ចឹងគាត់និយាយថា This is your book This is your book នេះគឺជាសៀវភៅរបស់ឯងហើយនេះម្ដាយរបស់គាត់បានបង្ហាញសៀវភៅដែលចង្អុលសៀវភៅដែលនៅឆ្ងាយពីខ្លួនរបស់គាត់អញ្ចឹងគាត់និយាយថា That's your book That's your book នោះគឺជាសៀវភៅរបស់ឯងឥឡូវគាត់បានកាន់សៀវភៅហើយគាត់និយាយថា I like this book I like this book ខ្ញុំចង់បានសៀវភៅនេះ Thank you
អរគុណចឹងគាត់បានចង្អុលទៅកាន់សៀវភៅនៅលើធ្នើហើយគាត់និយាយថា I like that book I like that book ខ្ញុំចង់បានសៀវភៅនោះ Thank you អរគុណ I like these books I like these books ខ្ញុំចង់បានសៀវភៅទាំងនេះអញ្ចឹងនៅពេលដែលយើងសំដៅទៅលើអ្វីដែលមានចំនួនច្រើនគឺយើងប្រើ these ប្រែថាទាំងនេះ Thank you Thank you អរគុណឥឡូវនេះគាត់បានចង្អុលទៅកាន់សៀវភៅនៅលើធ្នើហើយគាត់និយាយថា I like those books I like those books ខ្ញុំចង់បានសៀវភៅទាំងនោះអញ្ចឹង those គឺយើងប្រើសំដៅទៅលើរបស់ច្រើនដែលនៅឆ្ងាយពីខ្លួនរបស់យើងអញ្ចឹងបើយើងចង់សំដៅទៅលើអ្វីមួយដែលនៅឆ្ងាយគឺយើងប្រើ that តែបើយើងចង់សំដៅទៅលើរបស់ច្រើនដែលនៅឆ្ងាយពីខ្លួនរបស់យើងដែលយើងចង្អុលប្រាប់គេហើយយើងនិយាយថា those ប្រែថាទាំងនោះ Thank you អរគុណអូខេអញ្ចឹងយើងបន្តមកកាន់មេរៀនរបស់យើងបន្តទៀតអញ្ចឹងឥឡូវនេះ Benson គាត់កំពុងកាន់រូបថតរបស់បុរសម្នាក់នេះអញ្ចឹងគាត់និយាយថា This is my brother Kim This is my brother Kim នេះគឺជាបងប្រុសរបស់ខ្ញុំឈ្មោះ Kim អញ្ចឹងបុរសម្នាក់នេះក៏បានតបវិញថា He looks like you He looks like you គាត់មុខដូចលោកឬគាត់មុខស្រដៀងលោកអញ្ចឹងគាត់បានណែនាំបុរសដែលនៅក្នុងរូបថតនោះទៅកាន់បុរសនេះអញ្ចឹងគាត់និយាយថា This is my brother Kim This is my brother Kim នេះគឺជាបងប្រុសរបស់ខ្ញុំឈ្មោះ Kim ហើយឥឡូវគាត់ក៏បានណែនាំបងប្រុសរបស់គាត់ឲ្យស្គាល់មិត្តរបស់គាត់ Kim This is my friend Alan Kim This is my friend Alan Kim នេះគឺជាមិត្តភក្តិរបស់ខ្ញុំឈ្មោះ Alan ហើយពួកគាត់ក៏បានរាក់ទាក់គ្នា Hi សួស្តី Good to meet you Good to meet you រីករាយដែលបានជួបលោកអូខេអញ្ចឹងយើងបន្តមកទៀតឥឡូវយើងនឹងយក clear នេះមកភ្ជាប់ជាមួយនឹង clear ខាងក្រោមអញ្ចឹងយើងយក clear I like you to meet មកភ្ជាប់ជាមួយនឹង clear នៅខាងក្រោម I like you to meet my wife Becky I like you to meet my wife Becky ខ្ញុំចង់ឲ្យអ្នកជួប Becky ដែលជាប្រពន្ធរបស់ខ្ញុំ I like you to meet my son Tom I like you to meet my son Tom ខ្ញុំចង់ឲ្យអ្នកជួប Tom ដែលជាកូនប្រុសរបស់ខ្ញុំ I like you to meet my neighbor John I like you to meet my neighbor John ខ្ញុំចង់ឲ្យអ្នកជួប John ដែលជាអ្នកជិតខាងរបស់ខ្ញុំ I like you to meet my secretary Janice I like you to meet my secretary Janice ខ្ញុំចង់ឲ្យអ្នកជួប Janice ដែលជាលេខារបស់ខ្ញុំ I like you to meet my accountant Henry I like you to meet my accountant Henry ខ្ញុំចង់ឲ្យអ្នកជួប Henry ដែលជាគណនេយ្យកររបស់ខ្ញុំ I like you to meet my manager Mr. Lee I like you to meet my manager Mr. Lee ខ្ញុំចង់ឲ្យអ្នកជួបលោក Lee ដែលជាអ្នកគ្រប់គ្រងរបស់ខ្ញុំ I like you to meet Anne's friend Judy I like you to meet Anne's friend Judy
ខ្ញុំចង់ឲ្យអ្នកជួប Judy ដែលជាមិត្តភក្តិរបស់ Anne I like you to meet Tom's teacher Mrs. Cooper I like you to meet Tom's teacher Mrs. Cooper ខ្ញុំចង់ឲ្យអ្នកជួប Cooper ដែលជាគ្រូរបស់ Tom I like you to meet my colleague David I like you to meet my colleague David ខ្ញុំចង់ឲ្យអ្នកជួប David ដែលជាមិត្តរួមការងាររបស់ខ្ញុំអូខេអញ្ចឹងយើងបន្តមកទៀតឥឡូវនេះគាត់បានណែនាំអ្នកគ្រប់គ្រងរបស់គាត់ទៅកាន់មិត្តភក្តិរបស់គាត់គឺ Alan អញ្ចឹងគាត់និយាយថា Alan I like you to meet my manager Mr. Lee Mr. Lee this is my friend Alan Alan I like you to meet my manager Mr. Lee Mr. Lee this is my friend Alan Alan ខ្ញុំចង់ឲ្យលោកជួបអ្នកគ្រប់គ្រងរបស់ខ្ញុំឈ្មោះ Lee លោក Lee នេះគឺជាមិត្តភក្តិរបស់ខ្ញុំឈ្មោះ Alan ហើយពួកគាត់ក៏បានរាក់ទាក់គ្នា Hi សួស្តី Good to meet you រីករាយដែលបានជួបលោកឥឡូវនេះគាត់បានណែនាំមិត្តរួមការងាររបស់គាត់ទៅកាន់មិត្តភក្តិរបស់គាត់អញ្ចឹងគាត់និយាយថា Alan I like you to meet my colleague David David this is my friend Alan Alan I like you to meet my colleague David David this is my friend Alan Alan ខ្ញុំចង់ឲ្យលោកជួបមិត្តរួមការងាររបស់ខ្ញុំឈ្មោះ David David នេះគឺជាមិត្តភក្តិរបស់ខ្ញុំឈ្មោះ Alan អញ្ចឹងពួកគាត់ក៏បានរាក់ទាក់គ្នា Hi សួស្តី Good to meet you រីករាយដែលបានជួបលោកអូខេអញ្ចឹងយើងបន្តមកកាន់មេរៀនរបស់យើងបន្តទៀត Have not Have not អញ្ចឹងទម្រង់កាត់របស់ have not គឺ haven't haven't ប្រែថាមិនអញ្ចឹងយើងមកមើលសន្ទនាខាងក្រោមនេះគឺជាកម្មវិធីជួបលៀងដែលពួកគាត់បានជួបនិងសួរណែនាំគ្នាអញ្ចឹងគាត់និយាយថា Jim have you met my friend Alex Jim have you met my friend Alex Jim តើលោកធ្លាប់ជួប Alex ដែលជាមិត្តភក្តិរបស់ខ្ញុំដែរឬទេអញ្ចឹងគាត់ក៏ឆ្លើយវិញថា No I haven't Good to meet you Alex No I haven't Good to meet you Alex ទេខ្ញុំមិនដែលបានជួបទេ Alex រីករាយដែលបានជួបលោកឥឡូវនេះគាត់បានសួរទៅកាន់ប្រពន្ធរបស់គាត់ម្ដងគឺ Peggy អញ្ចឹងយើងត្រូវបំពេញនៅចន្លោះនេះអញ្ចឹងដាក់ថាម៉េចអញ្ចឹងយើងគ្រាន់តែដូរឈ្មោះខាងមុខនេះមក Peggy have you met my friend Alex Peggy have you met my friend Alex Peggy តើអ្នកស្រីធ្លាប់ជួប Alex ដែលជាមិត្តភក្តិរបស់ខ្ញុំដែរឬទេហើយគាត់ក៏ឆ្លើយតបវិញថា No I haven't Good to meet you Alex No I haven't Good to meet you Alex ទេខ្ញុំមិនដែលបានជួបទេ Alex រីករាយដែលបានជួបលោកអូខេអញ្ចឹងឥឡូវនេះយើងចូលមកកាន់គ្រួសារ Benson ដែលតបភាគពីវគ្គមុនអញ្ចឹងនេះគឺជា Anne ដែលបាននិយាយទូរស័ព្ទទៅកាន់មិត្តរបស់នាង Yes he loved to Yes he loved to ចាគាត់ចង់ទៅអញ្ចឹង Anne ហើយនិង Tom ក៏បានទៅដល់កម្មវិធីមិត្តភក្តិរបស់ពួកគេអញ្ចឹងមិត្តភក្តិរបស់ពួកគេក៏បាននិយាយថា Hi Anne and Tom come in Hi Anne and Tom come in សួស្តី Anne និង Tom ចូលមកអញ្ចឹងមិត្តភក្តិរបស់ Anne ហើយនិង Tom ក៏បានណែនាំប្អូនស្រីរបស់នាងឲ្យស្គាល់
អញ្ចឹងនាងនិយាយថា This is my sister Sally This is my sister Sally នេះគឺជាប្អូនស្រីរបស់ខ្ញុំឈ្មោះ Sally Good to meet you Sally I'm Anne Good to meet you Sally I'm Anne Sally រីករាយដែលបានជួបខ្ញុំឈ្មោះ Anne Hi Sally I'm Tom Hi Sally I'm Tom សួស្តី Sally ខ្ញុំឈ្មោះ Tom អញ្ចឹងនាងក៏បន្តណែនាំ Anne ឲ្យស្គាល់ឪពុករបស់នាង Anne I like you to meet my father Anne I like you to meet my father Anne ខ្ញុំចង់ឲ្យឯងជួបឪពុករបស់ខ្ញុំ Hi my name's Anne Hi my name's Anne ជំរាបសួរខ្ញុំឈ្មោះ Anne Good to meet you Anne Good to meet you Anne Anne រីករាយដែលបានជួបឥឡូវនេះប្អូនស្រីរបស់នាងក៏បានសួរទៅកាន់ Tom Have you met Mark Have you met Mark តើឯងធ្លាប់ជួប Mark ទេ No I haven't Good to meet you Mark No I haven't Good to meet you Mark ទេខ្ញុំមិនដែលបានជួបទេ Mark រីករាយដែលបានជួប Okay that's all everyone ចឹងវីដេអូមេរៀនរបស់យើងក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេប្រសិនបើអ្នកទាំងអស់គ្នាមានសំណួរអ្វីចង់សួរអាចធ្វើការ comment នៅខាងក្រោមវីដេអូហើយយើងនឹងជួបគ្នានៅវីដេអូមេរៀនក្រោយទៀត Thank you See you next video